ស្ថិតនៅក្នុងដែនកោះមួយនៃក្នុងប្រទេសកម្ពុជាឃើញថាដែនកោះនោះសម្បូរទៅដោយប្រភេទខ្យងដែលមានសភាពបាទដូចទៅនឹងដុកថ្មក៏ប៉ុន្តែប្រភេទខ្យងនោះតើបងប្អូនដឹងទេថាវាជាប្រភេទខ្យងអ្វីជាទូទៅខ្មែរយើងតែងហៅថាខ្យងកដិតប៉ុន្តែតាមពិតនៅតាមភាសាបច្ចេកទេសរបស់គេដែលគេបានឲ្យឈ្មោះវាថាខ្យង oyster ខ្យង oyster យើងអាចបរិភោគបានហើយវាជាទូទៅវារស់នៅក្នុងផ្ទាំងថ្មបាទនៅក្នុងប្រទេសកម្ពុជាជាពិសេសខេត្តកោះកុងកំពតនិងប្រស័យហនុដែលនៅកន្លែងនេះបាទប្រភេទខ្យង oyster នេះគឺវាបានទុំនៅក្នុងជាប់ក្នុងផ្ទាំងថ្មដែលបងប្អូនអាចធ្វើការបាទយកមកហូបក៏ដូចជាហូបជាមួយនឹងកធំថេតហើយបងប្អូនក៏អាចបាទយកទៅស្ងោរឬក៏ធ្វើជ្រក់បានផងដែរប្រភេទខ្យង oyster ប្រភេទនេះបាទវាមានពីរប្រភេទគឺប្រភេទខ្យង oyster ប្រភេទធំហើយនិងខ្យង oyster ប្រភេទតូចចំពោះខ្យង oyster ប្រភេទតូចដូចនៅក្នុងរូបភាពនេះផងដែរគឺវាបានដុះជាប់នៅផ្ទាំងថ្មបាទនៅតាមមាត់ច្រាំងនៃបាទប្រភេទទឹកប្រៃផងដែរជាទូទៅវាបានស៊ីក៏ដូចជាបាទស្លែនៅតាមច្រាំងថ្មហើយវាបានធំធាត់ដែលយើងអាចយកមកទទួលទាននិងពិសាហូបបានចំពោះប្រភេទ oyster ដែលមានលក្ខណៈធំយើងក៏អាចហូបបានដូចគ្នាប៉ុន្តែវាមានលក្ខណៈរស់នៅក្នុងតំបន់ដែលមានទឹកជ្រៅហើយមានសារធាតុចិញ្ចឹមខ្ពស់ដែលអាចធ្វើឲ្យយើងបាទទទួលទានមានអារម្មណ៍រំភើបនិងសប្បាយចិត្តផងដែរបាទតើបងប្អូនចង់សាកតែទេជាមួយនឹងរសជាតិoyster ទាំងអស់នេះបើសិនបើបងប្អូនទទួលទានជារៀងរាល់ថ្ងៃនោះបងប្អូននឹងទទួលបានអារម្មណ៍មួយថ្មីហើយប្លែកព្រមទាំងទទួលបានអារម្មណ៍នៅស្រស់ស្រាយជាមួយនឹងប្រភេទបាទនៃខ្យង oyster នេះផងដែរចុងក្រោយនេះចុងបញ្ចប់នៃវីដេអូនេះខ្ញុំសូមអរគុណសម្រាប់តាមដាននិងជួយគាំទ្របាទ channel របស់យើងខ្ញុំសូមអរគុណសូមគោរពលា